សូមជួយរៀបរាប់ឈ្មោះនៅឈ្មោះអីនៅទីណាហើយធ្វើការអីជំរាបសួរនាងខ្ញុំឈ្មោះឈឿងធីតារស់នៅភូមិវងរលីងឃុំក្រវ៉ាស្រុកម្ដាយខេត្តកំពង់ធំកម្មការនីរោងចក្រម្នាក់ត្រូវសមត្ថកិច្ចខាត់ខ្លួនក្រោយប្រឌិតរឿងចោលប្លន់ម៉ូតូដើម្បីសុំជំនួយពីសប្បុរសជនស្ត្រីជាកម្មការនីរោងចក្រម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាធាយខាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវរកឃើញថាស្ត្រីរូបនេះបានប្រឌិតរឿងរ៉ាវថាខ្លួនត្រូវចោលប្លន់យកម៉ូតូដើម្បីទាមទារការអាណិតអាសូរនិងសុំជំនួយថវិកាពីសប្បុរសជននានាយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាធាយបានឲ្យដឹងថាស្ត្រីសង្ស័យរូបនេះមានឈ្មោះឈឿងធីតាអាយុ34ឆ្នាំមុខរបរជាកម្មការនីរោងចក្រមានស្រុកកំណើតនៅភូមិពងរលីងឃុំក្រវ៉ាស្រុកបារាយខេត្តកំពង់ធំបច្ចុប្បន្នស្ត្រីរូបនេះស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង1សង្កាត់ពោធិ៍សែនជ័យខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញប្រពន្ធដដែលបានបន្តថាមុនពេលបែកការស្ត្រីឈ្មោះឈឿងធីតាបានទៅពឹងពាក់បណ្ដាញសារព័ត៌មានឲ្យជួយផ្សព្វផ្សាយកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2026វេលាម៉ោង 14:40 នាទីនៅចំណុចកន្លែងលក់ទឹកត្នោតកន្លែងលក់កៅអៅឈូកស្រុកផ្អៅខេត្តកំពង់ចាមមានជនសង្ស័យចំនួន2នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាក Wave គ្មានផ្លាកលេខពណ៌សលាយខ្មៅបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូមួយគ្រឿងម៉ាក Honda ពណ៌ខ្មៅសេរីឆ្នាំ2022ពាក្យផ្លាកលេខភ្នំពេញ 1GO 504817និងកាតាបខោអាវមួយកាត់គ្រីម៉ូតូមួយសន្លឹកនិងកាបូបលុយមួយដោយអះអាងថាខ្លួនត្រូវបានជនល្មើសមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពប្លន់យកម៉ូតូនៅចំណុចភូមិផ្អៅឃុំផ្អៅស្រុកបាធាយខេត្តកំពង់ចាមការពឹងពាក់ឲ្យជួយផ្សព្វផ្សាយនេះគឺក្នុងគោលបំណងចង់ឲ្យសប្បុរសជនឃើញពីទុក្ខលំបាកនិងជួយឧបត្ថម្ភជាថវិកាដល់រូបគាត់យ៉ាងណាមិញក្រោយពីទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងបានកោះហៅស្ត្រីរូបនេះមកសាកសួរតាមនីតិវិធីជាលទ្ធផលនៅចំពោះមុខសមត្ថកិច្ចឈ្មោះឈឿងធីតាបានឆ្លើយសារភាពថាករណីចោលប្លន់ម៉ូតូនោះគឺជារឿងដែលខ្លួនប្រឌិតឡើងទាំងស្រុងតែម្ដងស្ត្រីសង្ស័យបានបញ្ជាក់ប្រាប់សមត្ថកិច្ចអំពីមូលហេតុពិតប្រាកដថាជាក់ស្ដែងម៉ូតូរបស់គាត់មិនត្រូវបានចោលប្លន់នោះទេគឺរូបគាត់ផ្ទាល់បានយកម៉ូតូនោះទៅបញ្ចាំដើម្បីយកប្រាក់មកដោះស្រាយជីវភាពប្រចាំថ្ងៃនិងសងបំណុលគេដោយសារតែបញ្ហាខ្វះខាតខ្លាំងនិងចង់បានប្រាក់ជំនួយទើបគាត់នឹកឃើញល្បិចកលប្រឌិតរឿងរ៉ាវប្លន់នេះឡើងដើម្បីស្វែងរកការអាណិតអាសូរសូមជួយរៀបរាប់ឈ្មោះនៅឈ្មោះអីនៅទីណាហើយធ្វើការអីជំរាបសួរនាងខ្ញុំឈ្មោះឈឿងធីតារស់នៅភូមិវងរលីងឃុំក្រវ៉ាស្រុកម្ដាយខេត្តកំពង់ធំរងថ្ងៃខ្ញុំធ្វើការនៅភ្នំពេញធ្វើកម្មការនីរោងចក្រសូមឲ្យបងស្រីជួយរៀបរាប់អំពីព្រឹត្តិការណ៍ដំណើររឿងដែលបណ្ដាលឲ្យបងស្រីទៅ live អំពីករណីចោលប្លន់ម៉ូតូនៅម្ដុំផ្សារអាវជាមួយនឹងpage TPU អញ្ចឹងជួយរៀបរាប់ពីដំណើររឿងហ្នឹងយ៉ាងម៉េចទៅជាដំបូងនាងខ្ញុំខ្វះខាតថវិកាហើយនាងខ្ញុំបានយកម៉ូតូទៅបញ្ចាំដើម្បីដោះតល់ជីវភាពគ្រួសារទៅពេលហើយក៏អត់មានលទ្ធភាពបង់ក្នុងការយកម៉ូតូមកវិញក៏បានធ្វើការដើម្បីបំភ្លៃរឿងថាចោលប្លន់ម៉ូតូហ្នឹងគឺជាករណីបំភ្លើសទេដែលនាងខ្ញុំប្រឌិតឡើងហេតុការណ៍ដែលកើតឡើងគឺនាងខ្ញុំបានជិះឡានពីភ្នំពេញមកដល់ស្រុកផ្អៅដើម្បីឈប់នៅទីកន្លែងកែងហ្នឹងហើយក៏បានចុះពីឡានមួយហើយឡើងឡានមួយទៀតទៅភ្នំពេញវិញដើម្បីរកសារព័ត៌មានដើម្បីផ្សព្វផ្សាយដើម្បីឲ្យឡាយពីការដែលខ្ញុំបំភ្លៃថាបាត់ម៉ូតូហ្នឹងចោលប្លន់ម៉ូតូហ្នឹងដើម្បីឲ្យខាងសប្បុរសធម៌ឬក៏សប្បុរសជនគាត់ជួយឬឲ្យសារព័ត៌មានជួយផ្សាយដើម្បីឲ្យដឹងឮពីហេតុការណ៍កើតឡើងក៏ពិតនាងខ្ញុំមិនបានបាត់ម៉ូតូឬក៏ចោលប្លន់ម៉ូតូទេដោយសារនាងខ្ញុំបានយកម៉ូតូហ្នឹងទៅបញ្ចាំនៅផ្សារដើមគោហើយដោយសារនាងខ្ញុំខ្វះថវិកានឹងការយកមកវិញហើយក៏គ្មានលទ្ធភាពបង់ហើយណាមួយកូនឈឺទៀតអញ្ចឹងហើយបានខ្ញុំប្រឌិតរឿងនឹងកើតឡើងធ្វើឲ្យជាកំហុសអចេតនារបស់នាងខ្ញុំអញ្ចឹងសូមឲ្យបងស្រីបញ្ជាក់ឡើងវិញអញ្ចឹងរឿងដែលបងស្រី live នៅក្នុង page នេះគឺជារឿងដែលបងស្រីប្រឌិតឡើងចាគឺជារឿងប្រឌិតបំភ្លៃដើម្បីបង្កើតនៅការឲ្យមានគេជួយឬក៏សប្បុរសជនដើម្បីអាណិតអាសូរយើងការពិតនាងខ្ញុំអត់បានចោលប្លន់ម៉ូតូទេគឺនាងខ្ញុំបានយកម៉ូតូនឹងទៅបញ្ចាំដើម្បីដោះតល់នឹងជីវភាពរបស់នាងខ្ញុំអញ្ចឹងខ្ញុំសូមអធិស្ឋានសូមអភ័យទោសដល់សំណាក់ដល់ឯកឧត្តមលោកទាវដល់ថ្នាក់ដឹកនាំដល់ខាងឃុំភូមិឃុំសង្កាត់នៅខាងខេត្តកំពង់ចាមផងដែលនាងខ្ញុំបានបំភ្លៃរឿងនឹងកាត់ឡើងចូលមកជាស្រ័យដល់រូបនាងខ្ញុំផងសូមអភ័យទោសដល់រូបនាងខ្ញុំផងដែលខ្ញុំធ្វើជាកំហុសអចេតនានេះកាត់ឡើងបងស្រីមានអីជាបណ្ដាំចុងក្រោយទៅសាធារណជននេះ
ជាចុងក្រោយខ្ញុំសូមឲ្យមហាជនទាំងអស់កុំឲ្យធ្វើគំរូតាមនាងខ្ញុំព្រោះដល់វាប៉ះពាល់ដល់កិត្តិយសទាំងកេរ្តិ៍ឈ្មោះនិងប៉ះពាល់ដល់ខាងសង្គមប្រទេសជាតិទាំងមូលផងដែរអញ្ចឹងសូមឲ្យខាងឃុំខណ្ឌស្រុកពធាយនេះនគរបាលសូមជាខន្តីអភ័យទោសដល់រូបនាងខ្ញុំផងសូមអធិស្ឋានសូមអរគុណ